ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែដើរទៅចំណតឡានក្រុងដើម្បីឲ្យសិស្សឆ្ពោះជូនទៅសាលាជាលើកដំបូងពេលដែលឡានក្រុងមកដល់ពួកយើងក៏បានឡើងជិះឡានក្រុងដើម្បីបន្តទៅសាលារៀនពេលដែលដល់កន្លែងចុះចតពួកខ្ញុំក៏បានដើរបន្តដើម្បីទៅសាលារៀនឥឡូវនេះពួកយើងបានដើរមកដល់សាលារៀនហើយពេលមកដល់សាលារៀនពួកយើងក៏បាននាំគ្នាដើរទៅការិយាល័យដើម្បីទៅសួរព័ត៌មានអំពីថ្ងៃចូលរៀនពេលដែលសួរព័ត៌មានរួចពួកយើងក៏បាននាំគ្នាទៅទិញអីញ៉ាំដើម្បីអង្គុយរងចាំសិស្សឆ្ពោះពួកគាត់ចេញពីរៀនបន្តិចក្រោយមកពួកគាត់ក៏បានចេញពីរៀនហើយក៏បាននាំពួកខ្ញុំដើរមើលបរិវេណជុំវិញសាលាពេលដែលដើរមើលជុំវិញសាលារួចពួកយើងក៏បាននាំគ្នាដើរទៅហាងបាយដើម្បីញ៉ាំបាយជុំគ្នាហើយឥឡូវនេះពួកយើងបានមកដល់ហាងបាយហើយពួកយើងក៏បានទៅដកវិក្កយបត្រដើម្បីយកវិក្កយបត្រទៅឲ្យម្ចាស់ហាងបន្តមកទៀតពួកខ្ញុំក៏បានចូលទៅចាប់ម្ហូបញ៉ាំដោយខ្លួនឯងពេលដែលញ៉ាំបាយរួចពួកយើងក៏បាននាំគ្នាដើរមើលបរិវេណជុំវិញសាលាបន្ថែមទៀតហើយពួកយើងក៏បានថតរូបជុំគ្នាលេងដើម្បីទុកជាអនុស្សាវរីយ៍ពេលដែលថតរូបរួចពួកយើងក៏នាំគ្នាដើរទៅចំណតឡានក្រុងដើម្បីរង់ចាំឡានក្រុងត្រឡប់មកផ្ទះវិញសម្រាប់ពុកម៉ែបងប្អូនណាដែលមានចំណាប់អារម្មណ៍ចង់ឲ្យកូនមកបន្តការសិក្សារៀននៅប្រទេសកូរ៉េអាចទាក់ទងឬឆាតសួរព័ត៌មានពីខាងខ្ញុំបានសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះរហូតដល់ចប់